រាជពិធីច្រត់ព្រះនង្គ័លនៅក្នុងឱកាសនេះនឹងបានចាប់ផ្ដើមអង្គព្រះរាជពិធីទាំងមូលជាទីគោរពសក្ការៈដ៏ពងពោះបំផុតព្រះរាជពិធីបុណ្យទ្វារទុសមាសច្រត់ព្រះនង្គ័លឆ្នាំ2025នៅទីព្រះស្រែស្ថិតនៅភូមិឃ្លៀងប្រាក់សង្កាត់ផ្អេក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងព្រះករណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ពងពោះបំផុតទ្រង់បានសពព្រះរាជហឫទ័យប្រោសព្រះរាជទានមួយឯកឧត្តមខុនសាវឿនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាន់នង្គ័លយោងមុខពីរឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងច្រត់ព្រះនង្គ័លជាស្ដេចមាឃនិងលោកជំទាវផាតសុផានីជាមេហួរនិងទី3ឯកឧត្តមវណ្ណាបូរិទ្ធអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិកាន់នង្គ័លយោងក្រោយទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតនិងសូមការអនុញ្ញាតទូលថ្វាយនៃព្រះរាជពិធីច្រត់ព្រះនង្គ័លនាឱកាសនេះដោយប្រព្រឹត្តទៅចំនួន3ជុំទីព្រះស្រែក្នុងមួយជុំបាគូផ្លុំសាំងមួយដងនិងស្គរធំបន្លឺសំឡេង3ដងនៅទិសបូរនិងចប់នៅទិសបូរនៅពេលនោះគឺភ្លេងពិណពាទ្យនិងត្រែតបបាននឹងកំពុងប្រគំកំដរនៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះផងដែរ